បាទសូមជម្រាបសួរសួស្តីទៅបងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នាហើយ Good morning ថ្ងៃនេះដែរគឺជាដំណើរកម្សាន្តមួយដែលខ្ញុំនៅពីព្រលឹមហើយនេះកំពុងតែរៀបចំឲ្យបានបាទម៉ោងដែលខ្ញុំចេញពីផ្ទះហ្នឹងដូចជាម៉ោង5:30នាទីហើយមេឃក៏រៀងភ្លឺដែរហើយអ្វីដែលខ្ញុំត្រូវទៅជួបជុំគ្នាមួយមិត្តភ័ក្តិបន្តទៀតហ្នឹងគឺនៅនេះស្ពានអាកាសចោមចៅនៅកណ្ដាលសាង PTT គាត់ថាមិត្តភ័ក្តិដែលចូលរួមក្រុមការងារទាំងអស់ចូលរួមហ្នឹងមិនសូវច្រើនទេមានតែ 3-4 នាក់យ៉ាងហ្នឹងគ្រាន់តែពេលវេលាយើងមិនតដំណើរផលដោយសារការជួបជុំមិត្តភ័ក្តិចាស់មិត្តភ័ក្តិយើងខានជួបគ្នាយូរចឹងក៏ឆ្លៀតពេលវេលាខ្លះជួបជុំគ្នានិងសម្រាប់គេងយប់ហើយបងប្អូនប្រហែលជាឆ្ងល់ហើយថាគោលដៅដែលយើងដែលខ្ញុំទៅថ្ងៃនេះហ្នឹងគឺនៅទីកន្លែងណាអញ្ចឹងគោលដៅដែលខ្ញុំទៅលើកនេះគឺទៅខាងកោះកុងស្រុកស្រែអំបិលមិននៅឆ្ងាយពីភ្នំពេញប៉ុន្មានទេរយៈចម្ងាយហ្នឹងដូចជាខ្ទង់150 160អីហ្នឹងហើយស្រែអំបិលហ្នឹងក៏បងប្អូនប្រហែលជាឆ្ងល់ហើយថាទៅម្ដុំណាទៀតអញ្ចឹងកន្លែងគោលដៅដែលខ្ញុំត្រូវទៅគេងយប់នៅស្រែអំបិលហ្នឹងគឺនៅភូមិទឹកស្រែជាកន្លែងដែលម្ចាស់ភូមិទឹកស្រែគាត់មានឈ្មោះថាបងប្រុសឬក៏គាត់ឈ្មោះសៀងមករាពេញរបស់គាត់សៀងមករាគាត់ក៏ទៅជាអ្នករួមអាជីពរួមផ្នែកកីឡាជិះកង់ហើយស្គាល់គាត់យូរហើយចូល10-20ឆ្នាំហើយអញ្ចឹងអនុស្សាវរីយ៍ក៏ច្រើនអញ្ចឹងដែលគេហៅថាជារៀនច្បងនៃអ្នកកីឡាផងជា organizer event កម្មវិធីកីឡាផងប្រហែលជាបងប្អូនដែលចូលចិត្តវិស័យកីឡានិងវិស័យទេសចរណ៍មួយចំនួនអាចនឹងស្គាល់គាត់ដែរយើងក៏ឆ្លៀតពេលវេលាខ្លះចង់ជួបជុំគ្នាចែកគ្នាបីសម្រាប់ចង់ទៅមើលទីតាំងកន្លែងគាត់ដែរអញ្ចឹងណាពួកខានទៅយូរដែរសម្រាប់ខ្ញុំអាសាឡើងចុះណាមួយវគ្គមុនអញ្ចឹងណាហើយក៏លើកនេះក៏ចង់ធ្វើវីដេអូសម្រាប់ចែកជូនបងប្អូនទស្សនានឹងការដំណើរពីភ្នំពេញដោយជិះម៉ូតូទូចអូខេអញ្ចឹងមកដល់ត្រង់នេះដែរខ្ញុំធ្វើដំណើរចាក់ចេញពីបរិយចំការដូងបាទឥឡូវនេះបានមកដល់ផ្លូវក្រោយហើយនេះគេហៅ stop ដូចជា stop ចាក់ទៅខាងទួលបរោតែផ្លូវទៅត្រង់ហ្នឹងគឺចេញទៅដល់ផ្លូវជាលេខ3បត់ស្ដាំនេះគឺផ្លូវបុកទៅ stop ទួលបរោអញ្ចឹងគោលដៅខ្ញុំគឺនៅខាងចំចៅអូខេអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយទស្សនាបន្តទៀតអរគុណបាទឥឡូវយើងបានមកដល់កន្លែងជួបជុំគ្នាហើយនេះជាក្រុមដែលមិត្តភ័ក្តិបងប្អូនឲ្យចូលរួមទាំងអស់គ្នាឥឡូវនេះឃើញមានតែពីម៉ូតូទេប៉ុន្តែមានអ្នកនៅចាំតាមផ្លូវពីម្នាក់ទៀតនិយាយទៅមកតាមក្រោយប្រដាក់គ្នាដោយសារណាត់អត់បានជុំគ្នាពេលចេញដំណើរទេហើយអូខេអញ្ចឹងឥឡូវនេះយើងកំពុងរៀបរាប់ចេញហើយនេះគាត់នេះកំពុងនៅខាងពូហុងកំពុងបកស៊ីលចេញពីវ៉ែនតាអានបុកពេលចេញដំណើរតែម្ដងបាទបាទសម្រាប់ក្រុមអ្នកចូលរួមរបស់ខ្ញុំនេះក៏ស្ទើរអ្នកមិត្តភ័ក្តិចាស់ដែរមានប្អូនមានបងតែដោយសារតែយើងត្រូវកម្រងទៅហ្នឹងក៏មិនបានគ្រប់គ្នាទាំងអស់ដែរបានប្រមាណដូចជា4-5នាក់អីហ្នឹងបាទអញ្ចឹងចង់បំវាយអារម្មណ៍បងប្អូនអ៊ំពូមីងយាយតាមកទស្សនាជាមួយនឹងវីដេអូនៅសកម្មភាពខ្ញុំបាទកំពុងធ្វើដំណើរផ្លូវជាតិលេខ4មកដល់ត្រង់ចំណុចនេះក៏យើងបានជួបជាមួយនឹងរទេះភ្លើងកំពុងតែឆ្លងកាត់ផ្លូវអញ្ចឹងយើងក៏ឈប់បន្តិចសិនហើយផ្លូវជាតិលេខ4នេះដែរក៏រញ៉េរញ៉ៃបន្តិចដែរគេហៅថាចរាចរណ៍ច្រើនណាស់
តូឡានអីហ្នឹងចន្លោះពីផ្លូវចំចៅហ្នឹងឡើងទៅចន្លោះណលតឹងអីហ្នឹងគឺមកកាក់ហ្នឹងគឺគេហៅថាភាពប្រញាប់ប្រញាល់មែនតើប៉ុន្តែមានតែមួយទេគឺបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍និងសុវត្ថិភាពទាំងអស់គ្នាកន្លែងដែលខ្ញុំឈប់នេះវារៀងលយមកខាងឆ្វេងដៃតិចប៉ុន្តែដោយសារយើងឈប់តគ្នាទេអញ្ចឹងអធិស្ឋានផងបងប្អូនកន្លខ្វះខាតត្រង់ចំណុចណានៃការធ្វើដំណើរអញ្ចឹងអូខេឥឡូវនេះប្រទេសភ្លើងបានចាក់ចេញផុតហើយយើងក៏បន្តដំណើរទៅមុខទៀតហើយដូចបញ្ជាក់ខាងលើអញ្ចឹងគឺកន្លែងចំណុចមួយដែលយើងពីចំចៅទៅខាងសេដ្ឋកិច្ចពិសេសគឺចាប់ពីផ្លូវហ្នឹងគឺសម្បូរដោយម៉ូតូឡានមែនតើហើយភាសាពួកគាត់ជិះទាំងគេហៅឆ្វេងស្ដាំមិនដឹងខាងណាស្ដាំណាឆ្វេងចរាចរណ៍គឺវា busy ឥឡូវនេះក៏ខ្ញុំបានរៀងហួសបន្តិចហើយប៉ុន្តែថាបញ្ជាក់គឺយើងព្យាយាមប្រុងប្រយ័ត្នទាំងអស់គ្នាជាមួយនឹងពាក់មួកសុវត្ថិភាពកញ្ចក់អូខេសុវត្ថិភាពជាចម្បងអញ្ចឹងអត់មានអីវែងឆ្ងាយទៀតទេសូមបងប្អូនអ៊ំពូមីងយីតាទាំងអស់គ្នាចូលរួមទស្សនានៅសកម្មភាពដងផ្លូវនិងទេសភាពតាមផ្លូវជាមួយខ្ញុំបាទអរគុណច្រើន
ទៅរកកន្លែងញ៉ាំបាយសិនបានពីព្រឹកនេះយើងបាន3ម៉ូតូប៉ុន្តែមិនមានជាច្រើនមកតាមខ្លួនទៀតហើយមានអ្នកទៀតចាំមើលជាក់ស្ដែងដល់គោលដៅសិនឥឡូវយើងមកបាយពេលព្រឹកសិនអាហារពេលព្រឹករបស់យើងមានបាយស្រូវកំត្រី នៅលើបាយមាន់បាយឆាខ្ញីនេះនៅផ្លូវបងស្ពឺជាលុកខកັບត្រីបាយអូបាយលាក់បាយទៅដល់ហើយហើយយើងកំពុងរត់រះហើយបាទរត់រះមានពេលវេលាតែមកទៀតខ្ញុំមកបាទគេbỏ vềហើយគឺគេtao cho cái nó thật ba em muốn tao con mấy lên mua đó là anh giờ đó là tao nó con đẹp biến từ đẹp biến rồi muốn tua rồi mà tao muốn téo tao nhá mua bán phái nó không rồi mà rồi đây năm chỉ được bắn á chặt phái còn nó chơi lớn đấy chỉ là bên lấy từ từ បាទបន្ទាប់ពីយើងបានស្រស់ស្រូបអាហារពេលព្រឹករួចរាល់ហើយយើងក៏បន្តដំណើរចាក់ចេញពីខេត្តកំពង់ស្ពឺទីរួមខេត្តកំពង់ស្ពឺក្នុងច្បារមនបន្តដំណើរឆ្ពោះទៅមុខទៀតមួយទៀតក៏សូមទោសបងប្អូនដែរដែលពេលខ្លះខ្ញុំធ្វើវីដេអូនេះអត់បានថតជាមួយនឹងក្រុមការងារពេកទេព្រោះអីគាត់អត់បាននៅចាំជីកជាមួយខ្ញុំទេដោយសារពេលខ្លះខ្ញុំជីករៀងយឺតហើយខ្ញុំចំណាយពេលលើវីដេអូច្រើនហើយពួកគាត់ក៏តដំណើរលឿនជាងខ្ញុំបន្តិចចឹងណាដោយសារគាត់ជាយាមគាត់ចង់ទៅដល់មុនដើម្បីទិញម្ហូបទិញអាហារអញ្ចឹងខ្ញុំក៏សម្រេចថាជីកតាមស្រួលម្នាក់ឯងថតវីដេអូម្នាក់ឯងច្រើនជាងអញ្ចឹងខ្ញុំឆ្ងល់ថាហេតុអីឃើញតែម្នាក់ឯងជីកទៅជុំនេះឃើញតែម្នាក់ឯងក៏ប៉ុន្តែដោយសារពួកគាត់ត្រូវការទៅមុនអញ្ចឹងខ្ញុំនៅចំណាយពេលជីកថតជាមួយទេសភាពឈប់ច្រើនដងអញ្ចឹងណាអញ្ចឹងអធិស្ឋានហើយអូខេមានតែបងប្អូនចូលរួមរីករាយទស្សនាវីដេអូតទៀតជាមួយខ្ញុំបាទអរគុណច្រើន
បាទសូមជម្រាបសួរអំពុកមីងបងប្អូនទៀតតាមម្ដងទៀតហើយបន្ទាប់ពីបងប្អូនបានទស្សនាតាមនៅសកម្មភាពនៃខ្ញុំធ្វើដំណើរនៅលើផ្លូវជាតិលេខ4ហើយឥឡូវយើងបានមកដល់កន្លែងចំណុចមួយគេហៅថាត្រែងតាយឹងអញ្ចឹងកន្លែងនេះគឺជាគេហៅផ្លូវត្រែងតាយឹងដែលយើងបត់ស្ដាំដៃដែលយើងឃើញនេះគឺឡើងទៅភ្នំគិរីរម្យគេហៅ National Park នេះហើយគិរីរម្យប៉ុន្តែយើងអត់ឡើងទៅលើភ្នំទេខ្ញុំមកដល់ចំណុចនេះគឺខ្ញុំបន្ទាប់ពីខ្ញុំបានមកដល់ក្រាសាំងសុគីមិចនៅត្រែងតាយឹងនេះខ្ញុំបានសម្រាប់ផ្លែតភាសាខ្ញុំចង់ឲ្យបន្តតិចសិនតិចភាសាខ្ញុំចង់ឲ្យជិះទៅគ្នាវាទូដែរមានកម្លាំងធំអីទេហើយក៏អត់បានថតសកម្មភាពនេះពេលជប់សម្រាប់ដែរគ្រាន់តែយើងជប់បត់ដៃបត់ជើងតិចតួចសាងឲ្យយើងចាក់ពេញអស់ហើយអូខេអញ្ចឹងតិចទៀតខ្ញុំនឹងបន្តដំណើរទៅមុខទៀតឥឡូវយើងបានតដំណើរទៅមុខទៀតហើយសាមិនយើងជប់មកផ្លែទេជប់ស៊ីស៊ូជីណូចឹងlet's go Bạn Trinh tại sao em bá lại bạn Trinh lên tới đây trời về nói ha hay Trinh pin ngay nè chim mong bạn Trinh được mấy không thể thanh niên mặc crop tất các công này ta người ta ngày mốt mà chấp xe nha được chi thử mà
ឥឡូវបាយជីពីពេញមកហ្នឹងវ៉ាវហើយចុងថ្ងៃគាត់ប្រាក់ប្រាទៅអត់ចៃដល់ហ្នឹងហ្នឹងសុខសប្បាយចឹងអូអែមហួស៊ូស៊ូបងបាទពិតជាចៃដន្យមែនតើបងប្អូនដូចបានឃើញអញ្ចឹងជាមួយដូចខ្ញុំបានជួបជាមួយបងប្រុសតែគាត់បានធ្វើដំណើរជិះកង់ពីភ្នំពេញមកខាងខេត្តកោះកុងតែក្រុមគាត់មានគ្នា5នាក់ហើយអ្វីដែលអស្ចារ្យនោះគឺខ្ញុំបានស្គាល់ពួកគាត់ដែរពីមុនមកគឺគាត់ធ្លាប់ធ្វើសកម្មភាពជិះកង់ដែលថាយើងធ្លាប់ធ្វើព្រឹត្តិការណ៍ពីភ្នំពេញទៅខាងសៀមរាបក្នុងកម្មវិធីសប្បុរសធម៌ជិះកង់មន្ទីរពេទ្យកុមារអង្គរនៅក្នុងខេត្តសៀមរាបបាទជួបកាលមុនហ្នឹងស្គាល់ពួកគាត់ហើយពួកគាត់ពិតជាអ្នកដែលចូលចិត្តជិះកង់គេហៅថាកំសាន្តឆ្ងាយបែបផ្សងព្រេងហើយខ្ញុំពិតជាមានមោទនភាពជាមួយពួកគាត់ដោយសារគាត់វ័យគាត់មិនគួរជឿទេគឺគាត់អាចធ្វើបានគាត់ខ្ញុំក៏បានសួរគាត់ដែរតើតើនឹងតើចំណាយពេលរយៈពេលប្រមាណដែលធ្វើដំណើរជិះពីភ្នំពេញទៅខាងកោះកុងហ្នឹងដល់រយៈពេលមកប្រមាណអញ្ចឹងណាគាត់ក៏ប្រាប់មកវិញថាគាត់ចំណាយពេលគឺមួយថ្ងៃពេញដូចជាពីព្រលឹមរហូតដល់ម៉ោង11យប់គឺសឹងទៅដល់យប់គាត់និយាយប្រាប់មកចឹងពិតជាយូរមែនតើហើយក៏អស្ចារ្យដែរគាត់អាចធ្វើវេទិរវេលាក្នុងមួយថ្ងៃទៅដល់ខេត្តកោះកុងហើយក៏សូមជូនពរដល់ក្រុមបងដែលជិះកង់ទៅដល់កោះកុងសុខភាពនិងសង្ឃឹមថានឹងបានជួបពួកគាត់ម្ដងទៀតនៅឱកាសក្រោយទៀតអរគុណបងប្អូនពិតជាអស្ចារ្យមែនតើអូខេចឹងបងប្អូនអារម្មណ៍បងប្អូនមកវិញជាមួយនឹងវីដេអូខ្ញុំបាទឥឡូវខ្ញុំបានមកដល់កន្លែងអាស្រមរបស់លោកយាយម៉ៅដែលទីតាំងគឺនៅតំបន់ពេជ្រនិលជាតំបន់គេហៅវប្បធម៌តកតនឹងជាមួយនឹងសាសនាបៃជំនឿអញ្ចឹងកន្លែងនេះគឺជាកន្លែងមួយដែលប្រជាជនយើងធ្វើដំណើរទៅតាមផ្លូវជាតិ4តែងតែចូលគោរពបូជាស្វាយទិសសែនជាដង្វាយចេកផ្កាជូនដល់លោកយាយម៉ៅសូមសេចក្តីសុខនៅធ្វើដំណើរតាមផ្លូវនៅជួរភ្នំនានាសម្រាប់ខ្ញុំក៏បានចូលទៅអុជធូបខ្ញុំបាទផ្ទាល់ខ្ញុំបានអុជធូបបួងសួងសូមសេចក្តីសុខនៅការធ្វើដំណើរតាមផ្លូវទាំងក្រុមការងារទាំងអ្នកចូលរួមទាំងអស់គ្នាហើយទីកន្លែងនេះដែរគឺជាកន្លែងមួយដែលប្រជាជនបងប្អូនខ្មែរយើងមានអបិយជំនឿខ្លាំងមែនតើជាមួយនឹងលោកយាយម៉ៅមិនមែនថាមានត្រឹមតែនៅខាងពេជ្រនិលទេគឺមានគ្រប់ទីកន្លែងហើយជួរភ្នំធំដូចជាជួរភ្នំក្រវាញជួរភ្នំដងរែកជួរភ្នំបូកគោគឺមានទាំងអស់បាទបងប្អូនជារួមទៅកន្លែងសក្ការៈបូជារបស់លោកយាយម៉ៅគឺមានតាំងពីបុរាណមកម្ល៉េះនៅពេលដែលបងប្អូនធ្វើដំណើរនៅផ្លូវជាតិលេខ4គឺមិនថាខ្ញុំមិនថាអ្នកណាក៏ដោយគឺតែងតែចូលអុជធូបនិងសុំពរជ័យពីលោកយាយជាពិសេសគឺទឹកមុនដែលយើងត្រូវតែយកមកប្រោះព្រំជាមួយនឹងម៉ូតូនិងខ្លួនយើងដែលជាអបិយជំនឿមួយដែលប្រជាជនខ្មែរយើងជឿលើទឹកមុនដែលយើងប្រោះព្រំទៅលើជាសម្ភារៈដូចជាម៉ូតូឡានអ្វីដែលយើងធ្វើដំណើរសូមជួបតែសេចក្តីសុខហើយជួបតែសំណាងល្អនិងរស់ស៊ីជោគជ័យជាមួយនឹងការងារបាទជារួមទៅអបិយជំនឿយើងនៅតែមានគ្រាន់តែថាពេលខ្លះមានបងប្អូនមួយចំនួនមិនថាខ្ញុំមិនថាគេគឺយើងជឿទៅលើវិចារណញ្ញាណអ្វីដែលយើងគួរជឿអ្វីដែលយើងមិនគួរជឿហើយការបួងសួងគឺវាពិតជាមានសម្រាប់ប្រពៃណីជាជនរបស់ពួកយើងគឺខ្មែរយើងជាពិសេសដូចយើងមានពាក្យស្លោកមួយពោលថាបើយើងមិនជួយខ្លួនឯងទេតើមានព្រះណាទៅជួយយើងបានអញ្ចឹងយើងត្រូវតែព្យាយាមខ្លួនឯងសិនទើបអាចឲ្យព្រះជួយយើងតាមក្រោយបានអូខេនេះជាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងធ្វើភាពលំបាករបស់មនុស្សតែងតែមានរៀងៗខ្លួនគ្រាន់តែមានតិចហើយនឹងច្រើនធ្ងន់នឹងស្រាលតែប៉ុណ្ណឹងអូខេចាំបងប្អូនមកមើលជាមួយរូបភាពវីដេអូខ្ញុំបាទនេះខ្ញុំបានយកទឹកមុនទទួលពីពរជ័យពីលោកយាយយកមកស្រោចលុបមុខទៀតខ្ញុំនឹងយកទៅប្រោះព្រំជាមួយនឹងម៉ូតូនេះជាបរិយាកាសរបស់ប្រជាជនបងប្អូនខ្មែរយើងទាំងអស់គ្នាគឺយើងនៅតែជឿចឹងសុខសប្បាយហើយក៏សូមជូនពរដល់បងប្អូនដែលបានតាមដានទស្សនាវីដេអូខ្ញុំក៏សុខសប្បាយទាំងអស់គ្នាដែរតែសេចក្តីសុខទាំងអស់គ្នាបាទបន្ទាប់ពីយើងបានចូលអុជធូបនិងសុំពរជ័យពីលោកយាយម៉ៅសុំសេចក្តីសុខ
តាមផ្លូវហើយក៏ដល់ពេលវេលាមួយដែលខ្ញុំបានធ្វើដំណើរបន្តទៀតដែរនេះជាអាស្រមរបស់លោកយាយម៉ៅអូខេហើយមុននឹងចេញដំណើរគឺខ្ញុំបានធ្វើវីដេអូមួយដែលយើងបង្ហោះជាមួយនឹង drone អញ្ចឹងបន្តិចទៀតសូមបងប្អូនទាំងអស់គ្នាទស្សនាជាមួយនឹងវីដេអូជាមួយនឹង drone ដែលយើងទស្សនាពីលើអាកាសតើតំបន់លោកយាយម៉ៅតំបន់ជួរភ្នំពេជ្រនិលមានសម្រស់ស្រស់ស្អាតយ៉ាងណាដែរនេះគ្រាន់ជាសកម្មភាពដែលខ្ញុំថតនៅខាងក្រោយលោកយាយម៉ៅអាស្រមមើលពិតជាស្អាតមែនទែនហើយស្របពេលដែលជារដូវកាលគេហៅរដូវភ្លៀងធ្លាក់ដើមគេហៅចិត្តដល់រដូវវស្សាហើយអញ្ចឹងពាក្យស្លោកមួយគេថា the green season coming អញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយទស្សនាជាមួយវីដេអូខ្ញុំបានផ្តិតវីដេអូពីលើអាកាសជាមួយនឹង drone តើមានសម្រស់ទេសភាពពណ៌បៃតងស្រស់ស្អាតយ៉ាងណានៅតំបន់ភ្នំពេជ្រនិលកន្លែងលោកយាយម៉ៅអូខេរីករាយទស្សនាទាំងអស់គ្នាបងប្អូនទូស្គាល់ថាវាជាទេសភាពមួយដែលយើងមើលឃើញសឹងតែអ្នកដែលធ្លាប់ជិះកាត់នោះគឺច្រើនដងហើយសម្រាប់អ្នកថាទៅ4ផ្លូវ4លឿនតែបើយើងមើលនៅខុសវារដូវប្រាំងរដូវវស្សាគឺខុសពីបែបហ្នឹងអញ្ចឹងគឺវាស្អាតបែបហ្នឹងបងប្អូនអូមើលទៅខាងនោះលត់មែនតើអូខេជួបគ្នាតិចទៀត